នៅក្នុងបន្ទប់គេងមួយនៅក្នុងរាជធានីភ្នំពេញមានតម្លៃជួលថោកខុសពីធម្មតាចង់ដឹងថាហេតុអ្វីបានជាបន្ទប់ជួលនោះមានតម្លៃថោកខុសពីធម្មតាបែបនេះឥឡូវនេះសូមបិទភ្លើងពាក់កាសហើយត្រៀមខ្លួនចូលទៅក្នុងសាច់រឿងមួយដែលមានចំណងជើងថាខ្មោចក្នុងបន្ទប់ជួលរឿងនេះគឺជាស្នាដៃនិពន្ធបែបប្រឌិតដែលបង្កើតឡើងសម្រាប់តែការកម្សាន្តតែប៉ុណ្ណោះតួអង្គទីកន្លែងនិងព្រឹត្តិការណ៍នៅក្នុងរឿងមិនសំដៅទៅលើបុគ្គលឬហេតុការណ៍ពិតប្រាកដណាមួយឡើយក្រោយពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យរិទ្ធីបានចូលធ្វើការជាអ្នករចនាក្រាហ្វិកនៅក្រុមហ៊ុនឯកជនមួយប្រាក់ខែដំបូងរបស់គាត់មិនច្រើននោះទេគាត់ត្រូវស្វែងរកបន្ទប់ជួលដែលមានតម្លៃសមរម្យនៅរសៀលមួយគាត់ក៏បានឃើញផ្លាកផ្សព្វផ្សាយមួយដែលបានសរសេរថាបន្ទប់ជួលតម្លៃត្រឹមតែ$50តែប៉ុណ្ណោះក្នុងមួយខែរិទ្ធីមានការភ្ញាក់ផ្អើលដោយសារតែតម្លៃនេះថោកជាងការរំពឹងទុករបស់គាត់ហើយនៅពេលដែលគាត់ទៅដល់គាត់ឃើញអគារចាស់មួយមានកម្ពស់4ជាន់ថ្នាំលាបជញ្ជាំងរបកផ្លូវដើรงងឹតអំពូលភ្លើងខ្លះភ្លឺផ្លែផ្លែម្ចាស់ផ្ទះជួលគឺជាបុរសវ័យចំណាស់ម្នាក់ដែលមានឈ្មោះថាលោកតាវណ្ណៈហើយនៅពេលនោះគាត់បាននិយាយថានៅសល់បន្ទប់តែមួយប៉ុណ្ណោះគឺបន្ទប់លេខ407មុនពេលប្រកោសោទៅឲ្យរិទ្ធីលោកតាវណ្ណៈបាននិយាយទាំងទឹកមុខមើងមាត់ថាបើឯងសម្រេចចិត្តជួលឯងត្រូវចាំច្បាប់3យ៉ាងនៅក្នុងបន្ទប់ជួលនេះទី1ក្រោយម៉ោង12កុំបើកទ្វារបើទោះបីជាមានអ្នកគោះទ្វារក៏ដោយទី2បើឮសំឡេងគេហៅឈ្មោះឯងពីក្នុងបន្ទប់ទឹកកុំឆ្លើយតបទី3បើកកញ្ចក់នៅក្នុងបន្ទប់ទឹកបើមានមនុស្សម្នាក់មិនមែនជាឯងកុំងាកមើលក្រោយឲ្យសោះរិទ្ធីនៅពេលនោះសើចតិចហើយនិយាយតបទៅវិញថាលោកតានិយាយលេងឬក៏មែនលោកតាវណ្ណៈនោះមិនបានសើចនោះទេគាត់គ្រាន់តែដាក់សោនៅលើដៃរិទ្ធីហើយនិយាយតិចថាអ្នកមុនក៏គិតដូចជាឯងដែរក្រោយមករិទ្ធីក៏បានឡើងទៅជាន់ទី4នៅច្រករបៀងមានសភាពស្ងប់ស្ងាត់ខ្លាំងគ្មានអ្នកជួលណាម្នាក់ដើរចេញចូលនោះទេបន្ទប់លេខ407គឺនៅចុងគេទ្វារនៅទីនោះមានសភាពចាស់មានស្នាមកោសជាច្រើនដូចជាមានអ្នកណាម្នាក់ធ្លាប់កោសពីខាងក្នុងពេលបើកទ្វារបន្ទប់មើលទៅធម្មតាមានគ្រែមួយទូខោអាវមួយតុតូចមួយបង្អួចមួយនិងបន្ទប់ទឹកតូចមួយតែមានរឿងចម្លែកមួយគឺនៅលើជញ្ជាំងជិតគ្រែមានស្នាមខ្មៅដូចជាមានអ្នកណាម្នាក់សរសេរប៉ុន្តែវាត្រូវបានលាបថ្នាំពីលើនៅល្ងាចនោះរិទ្ធីបានជួបនារីម្នាក់នៅក្នុងបន្ទប់លេខ406នារីម្នាក់នោះមានឈ្មោះថាស្រីពេជ្រនាងរស់នៅទីនោះជាង2ឆ្នាំមកហើយនាងក៏បានសួររិទ្ធីថាតើឯងជួបបន្ទប់លេខ407មែនទេរិទ្ធីញញឹមហើយក៏បានឆ្លើយតបទៅវិញថាបាទទឹកមុខរបស់ស្រីពេជ្រនៅពេលនោះប្រែទៅជាស្លេកស្លាំងហើយក៏បាននិយាយថាបើសិនជាអាចឯងគួរតែរកកន្លែងផ្សេងទៅនៅទីនេះគ្មានអ្នកណារស់នៅបានយូរនោះទេមុននឹងរិទ្ធីសួរបន្តនាងក៏បានបិទទ្វារបន្ទប់ខ្លួនឯងភ្លាមយប់ដំបូងរិទ្ធីដេកដោយភាពនឿយហត់ក្រោយមកក៏មានឮសំឡេងគោះទ្វារធ្វើឲ្យគាត់ភ្ញាក់ពីដំណេកភ្លាមនៅពេលនោះគឺម៉ោង 12:00 នាទីយប់ហើយសំឡេងគោះទ្វារនៅតែបន្តដំបូងគាត់គិតថាគឺជាអ្នកជិតខាងប៉ុន្តែសំឡេងគោះទ្វារនោះកាន់តែឮខ្លាំងឡើងហើយមានសំឡេងស្ត្រីម្នាក់និយាយថាបើកទ្វារខ្ញុំមកវិញផ្លូវរិទ្ធីក៏បានដើរទៅជិតទ្វារនៅពេលនោះគាត់រៀបតែនឹងបើកទ្វារទៅហើយប៉ុន្តែរំពេចនោះគាត់នឹកឃើញច្បាប់របស់លោកតាវណ្ណៈដៃរបស់គាត់ក៏បានឈប់ភ្លាមបន្តមកសំឡេងនៅខាងក្រៅប្រែទៅជាខឹងបើកទ្វារខ្ញុំដឹងថាឯងនៅខាងក្នុងព្រឹកឡើងរិទ្ធីបានពិនិត្យមើលកាមេរ៉ាតូចដែលគាត់បានដាក់នៅមុខទ្វារវីដេអូបានបង្ហាញថានៅម៉ោង 12 យប់
គ្មានអ្នកណាមកគោះទ្វារនោះទេច្រកដើរទទេស្អាតគ្មានមនុស្សគ្មានស្រមោលគ្មានចលនាប៉ុន្តែសំឡេងគោះទ្វារត្រូវបានថតជាប់យ៉ាងច្បាស់នៅវិនាទីចុងក្រោយនៃវីដេអូកាមេរ៉ារំកិលឡើងដោយខ្លួនឯងបង្ហាញពីដានច្រកដើរហើយនៅទីនោះមាននារីសក់វែងម្នាក់វានៅលើពីដានភ្នែករបស់នាងកំពុងសម្លឹងចុះមកមើលកាមេរ៉ានៅយប់ទី2រទ្ធីក៏បានចូលទៅលាងមុខពេលងើបមុខឡើងគាត់ឃើញខ្លួនឯងនៅក្នុងកញ្ចក់ធម្មតាប៉ុន្តែនៅពេលដែលគាត់បិទទឹកក៏មានរូបមនុស្សម្នាក់ឈរនៅពីក្រោយគាត់នៅក្នុងកញ្ចក់គឺជានារីសក់វែងស្លៀកសម្លៀកបំពាក់សស្រអាប់មុខស្លេកភ្នែកខ្មៅទាំងស្រុងនាងឈរពីក្រោយគាត់ប្រហែលជា1ម៉ែត្ររទ្ធីក៏បាននឹកឃើញដល់ច្បាប់ទី3កុំងាកក្រោយមើលគាត់ក៏បានបិទភ្នែកដកដង្ហើមធំហើយក៏ចាប់ផ្ដើមរាប់1 2 3ពេលបើកភ្នែកឡើងវិញរូបនៅក្នុងកញ្ចក់នោះក៏បានបាត់គាត់បានរត់ចេញពីបន្ទប់ទឹកទាំងបេះដូងរបស់គាត់លុតញាប់រហូតដល់ម៉ោង3 7ភ្លឺរទ្ធីនៅតែមិនអាចដេកលក់ស្រាប់តែគាត់បានឮសំឡេងដូចជាមាននរណាម្នាក់កោសជញ្ជាំងហើយសំឡេងនោះចេញពីកន្លែងដែលគេលាបថ្នាំពីលើគាត់ក៏បានយកពិលបញ្ចាំងទៅកន្លែងនោះថ្នាំលាបចាប់ដើមរបកដោយខ្លួនឯងអក្សរពណ៌ក្រហមចាស់ៗលេចចេញឡើងបន្តិចម្ដងហើយវាសរសេរថាកុំជឿម្ចាស់ផ្ទះជួលនាងនៅក្នុងជញ្ជាំងនាងកំពុងតែរងចាំឯងភ្លាមនោះសំឡេងដង្ហើមត្រជាក់មួយបានខ្សឹបនៅចិត្តត្រចៀករបស់រទ្ធីដែលបានខ្សឹបថាទីបំផុតឯងបានឃើញវាហើយរទ្ធីក៏បានងាកក្រោយភ្លាមប៉ុន្តែមិនបានឃើញនរណាម្នាក់ឡើយហើយនៅពេលនោះនៅក្រោមទ្វារបន្ទប់មានសក់ខ្មៅវែងកំពុងតែលូនចូលមកជិតរទ្ធីឈរសម្លឹងមើលវាដោយអារម្មណ៍ភ័យតក់ស្លុតសក់ខ្មៅវែងដែលលូនចូលមកតាមក្រោមទ្វារកាន់តែច្រើនឡើងវាមិនដូចជាសក់មនុស្សធម្មតានោះទេវាដូចជាពស់ខ្មៅរាប់រយកំពុងតែរមួលនៅលើកម្រាលឥដ្ឋរទ្ធីក៏បានថយក្រោយជិតសក់ទាំងនោះបន្តលូនមករកគាត់ហើយរំពេចនោះសំឡេងស្ត្រីម្នាក់ក៏បានបន្លឺពីខាងក្រៅទ្វារបើកទ្វារឲ្យខ្ញុំត្រជាក់ណាស់រទ្ធីមិនបានឆ្លើយតបនោះទេគាត់ក៏បានយកកៅអីមួយដាក់ទល់ជាមួយនឹងទ្វារនោះសំឡេងខាងក្រៅបានស្ងាត់មួយសន្ទុះបន្ទាប់មកមានសំឡេងក្រចកកោសទ្វារសំឡេងនោះបន្លឺរហូតដល់ជិតភ្លឺលុះដល់ព្រឹកឡើងរទ្ធីបានចុះទៅជួបលោកតាវណ្ណៈហើយក៏បានសួរគាត់ថាលោកតាតើមានរឿងអ្វីកើតឡើងនៅក្នុងបន្ទប់407តាវណ្ណៈនៅស្ងៀមមួយផ្លែតបន្ទាប់មកគាត់ក៏បានបើកទូចាស់មួយក្នុងទូនោះមានឯកសារជាច្រើនគាត់ដាក់រូបថតចាស់នៅលើតុក្នុងរូបថតមានមនុស្សប្រុសស្រីចាស់ក្មេងសរុបជាង10នាក់ហើយគាត់បាននិយាយថាអ្នកទាំងអស់នេះសុទ្ធតែធ្លាប់ជួលបន្ទប់407រទ្ធីក៏បានសួរថាតើពួកគេទៅណាអស់ហើយតាវណ្ណៈឆ្លើយដោយទឹកមុខស្លេកស្លាំងថាពួកគេបាត់ខ្លួនគ្មានអ្នកណាបានឃើញពួកគេទៀតឡើយនៅល្ងាចនោះស្រីពេជ្រក៏បានហៅរទ្ធីចូលបន្ទប់406នាងបានបិទទ្វារជិតហើយនិយាយតិចថាខ្ញុំធ្លាប់មានបងស្រីម្នាក់គាត់ជួលបន្ទប់407កាលពី3ឆ្នាំមុនហើយគាត់ក៏បានបាត់ខ្លួនប៉ូលីសរកមិនឃើញសូម្បីតែសាកសពស្រីពេជ្រក៏បានយករូបថតមួយចេញពីកាបូបនារីនៅក្នុងរូបថតនោះគឺដូចគ្នាបេះបិទទៅនឹងនារីសក់វែងដែលគាត់ឃើញនៅក្នុងកញ្ចក់នៅយប់នោះរទ្ធីសម្រេចចិត្តរើក្រែចេញនៅក្រោមគ្រែមានប្រអប់ឈើចាស់មួយខាងក្នុងមានសៀវភៅកំណត់ហេតុរបស់អ្នកជួលពីមុនទំព័រដំបូងបានសរសេរថាខ្ញុំឮសំឡេងគោះទ្វាររៀងរាល់យប់ទំព័រទី2បានសរសេរថាខ្ញុំចាប់ផ្ដើមឃើញនារីម្នាក់នៅក្នុងកញ្ចក់ចំណែកឯទំព័រទី3នាងមិននៅក្នុងកញ្ចក់ទៀតទេនាងឈរនៅពីក្រោយខ្ញុំរហូតដល់ទំព័រចុងក្រោយមានតែអក្សរធំសរសេរដោយដៃញ័រថាកុំឲ្យនាងចូលទៅក្នុងសុបិននៅពេលនោះដោយសារតែការហត់នឿយខ្លាំងរទ្ធីក៏បានលងលក់មួយផ្លែតនៅក្នុងសុបិនរបស់គាត់
គាត់ឈរនៅក្នុងបន្ទប់407តែបន្ទប់មើលទៅចាស់ខ្លាំងជញ្ជាំងប្រឡាក់ឈាមមានក្លិនស្អុយឆួលនៅកណ្ដាលបន្ទប់នារីសក់វែងម្នាក់អង្គុយបែរខ្នងហើយនាងនិយាយដោយសំឡេងស្រទន់ថាតើអ្នកមកជួយខ្ញុំមែនរិទ្ធីក៏បានដើរចុះទៅចិត្តហើយនាងក៏បានងាកមកជិតមុខរបស់នាងគ្មានភ្នែកគ្មានច្រមុះមានតែមាត់ធំមួយហើយរហូតដល់គុំត្រចៀហើយនាងក៏បានស្រែកយ៉ាងខ្លាំងរិទ្ធីក៏បានភ្ញាក់ពីដំណេកភ្លាមគាត់បានដកដង្ហើមញាប់ដោយភាពភ័យតក់ស្លុតបន្ទប់ស្ងាត់តែនៅលើជញ្ជាំងដែលពីមុនមានតែអក្សរឥឡូវនេះមានស្នាមដៃពណ៌ក្រហមថ្មីដូចជាមាននរណាម្នាក់យកដៃប្រឡាក់ឈាមមកប៉ះស្នាមដៃទាំងនោះកំពុងតែកើនឡើងពី1រហូតដល់ពេញជញ្ជាំងទាំងមូលរិទ្ធីក៏បានសម្រេចចិត្តទៅសួរអ្នកជួលបន្ទប់លេខ408នៅពេលដែលគាត់គោះទ្វារគ្មានអ្នកណាបើកហើយនៅពេលនោះលោកតាវណ្ណៈក៏បានដើរមកដល់គាត់បានមើលទ្វារ408ហើយនិយាយទៅថាបន្ទប់នេះគ្មានអ្នកណាជួយជាង10ឆ្នាំហើយរិទ្ធីក៏មានការភ្ញាក់ផ្អើលហើយបាននិយាយថាមិនអាចទេខ្ញុំបានឃើញភ្លើងបើករយយប់តាវណ្ណៈមិនបានឆ្លើយហើយគាត់ក៏បានយកកូនសោបើកទ្វារនៅក្នុងបន្ទប់ពោពេញទៅដោយធូលីគ្មានគ្រឿងសង្ហារិមប៉ុន្តែនៅលើជញ្ជាំងខាងបន្ទប់រវាងបន្ទប់407ហើយនិង408មានស្នាមដុតស៊ីម៉ង់ថ្មីធំមួយដូចជាមាននរណាម្នាក់ចង់លាក់អ្វីមួយនៅខាងក្នុងយប់កាន់តែជ្រៅរិទ្ធីក៏បានយកត្រចៀកអបទៅនឹងជញ្ជាំងដែលមានស៊ីម៉ង់បិទជិតនោះដំបងឡើយគ្មានអ្វីនោះទេបន្ទាប់មកគាត់បានឮសំឡេងមនុស្សស្រីកំពុងតែយំខ្សឹបតិចថាជួយខ្ញុំផងខ្ញុំនៅទីនេះគាត់សម្លាប់ខ្ញុំរិទ្ធីក៏បានដកខ្លួនថយទាំងភ័យស្លន់ស្លោភ្លាមនោះជញ្ជាំងក៏ចាប់ផ្ដើមញ័រហើយក៏មានសំឡេងគោះបន្លឺឡើងមិនមាននរណាម្នាក់គោះពីខាងក្រៅនោះទេប៉ុន្តែមាននរណាម្នាក់កំពុងតែគោះចេញពីខាងក្នុងជញ្ជាំងហើយសំឡេងនោះកាន់តែខ្លាំងឡើងដូចជាអ្នកដែលនៅជាប់ខាងក្នុងកំពុងតែព្យាយាមទម្លុះចេញមកមួយសន្ទុះក្រោយមកជញ្ជាំងដែលបិទស៊ីម៉ង់ចាប់ផ្ដើមប្រេះស្នាមប្រេះតូចរត់ពេញផ្ទៃជញ្ជាំងធូលីស៊ីម៉ង់ក៏បានធ្លាក់ចុះជឿតហើយនៅពីក្រោមស្នាមប្រេះមានឈាមខ្មៅហូរចេញមកក្លិនស្អុយរលួយចាប់ផ្ដើមពេញបន្ទប់ស្រាប់តែសម្លេងស្ត្រីដែលរិទ្ធីធ្លាប់ឮក៏បានខ្សឹបម្ដងទៀតជួយខ្ញុំគាត់នៅមិនឆ្ងាយទេលុះដល់ព្រឹកឡើងរិទ្ធីស្រីពេជ្រនិងលោកតាវណ្ណៈក៏បានយកញញួរមកវាយជញ្ជាំងនោះស៊ីម៉ង់បាក់ចេញមកបន្តិចម្ដងកន្លះម៉ោងក្រោយមកពួកគេក៏បានរកឃើញទ្វារដែកចាស់មួយទ្វារនោះត្រូវបានចាក់សោនៅក្នុងជញ្ជាំងអស់រយៈពេលជាច្រើនឆ្នាំពេលបើកទ្វារក្លិនស្អុយទាំងមូលក៏បានភាយចេញមកខាងក្នុងគឺជាបន្ទប់តូចមួយដែលគ្មានបង្អួចជញ្ជាំងពេញទៅដោយស្នាមក្រចកដូចជាមានអ្នកណាម្នាក់ធ្លាប់ព្យាយាមកោសចេញពីទីនេះនៅជ្រុងបន្ទប់មានខ្សែដៃប្រាក់មួយស្រីពេជ្រក៏បានជុំភ្លាមហើយនាងបាននិយាយថាវាគឺជាខ្សែដៃរបស់បងស្រីខ្ញុំនៅក្រោមឥដ្ឋចាស់រិទ្ធីបានរកឃើញសៀវភៅមួយវាគឺជាកំណត់ហេតុចាស់ដែលគ្របដណ្ដប់ទៅដោយធូលីទំព័រទី1បានសរសេរថាខ្ញុំមិនចង់សម្លាប់នាងនោះទេទំព័របន្ទាប់ក៏បានសរសេរថានាងឃើញអ្វីមួយដែលមិនគួរឃើញនាងនិយាយថាមានស្ត្រីនៅក្នុងកញ្ចក់រិទ្ធីក៏បានបន្តបើកដោយទំព័រចុងក្រោយមានប្រយោគមួយដែលធ្វើឲ្យគាត់ស្ទើរតែកកឈាមតែបានសរសេរថាខ្ញុំមិនមែនជាឃាតករទេខ្ញុំគ្រាន់តែធ្វើតាមអ្វីដែលនាងប្រាប់លុះដល់យប់ឡើងរិទ្ធីក៏បានឃើញនារីសក់វែងម្ដងទៀតលើកនេះនាងមិននៅក្នុងកញ្ចក់នោះទេនាងឈរនៅកណ្ដាលបន្ទប់ស្លៀកសម្លៀកបំពាក់ពណ៌សរហែកសក់វែងរបស់នាងបានបាំងមុខនាងលើកដៃចង្អុលទៅកាន់បន្ទប់សម្ងាត់ហើយខ្សឹបថាមិនមែនទីនេះនៅខាងក្រោមភ្លាមនោះនាងក៏បានបាត់ទៅរិទ្ធីក៏បានពិនិត្យជាន់បន្ទប់សម្ងាត់នៅកម្រាលឥដ្ឋមានទ្វារឈើតូចមួយពេលបើកមានជណ្ដើរចុះទៅខាងក្រោមដី
ពួកគេក៏បានយកពិលចុះទៅខាងក្រោមបន្ទប់នៅខាងក្រោមដីតូចចង្អៀតនិងត្រជាក់ខ្លាំងនៅលើជញ្ជាំងមានរូបថតជាច្រើនសន្លឹកគឺជារូបថតអ្នកដែលធ្លាប់ជួបបន្ទប់407ទាំងអស់ក្រោមរូបថតនីមួយៗមានការបរិច្ឆេទហើយមានពាក្យមួយឃ្លាសរសេរថាបាត់ខ្លួនស្រីពេជ្របានងាកមើលលោកតាវណ្ណាហើយក៏បានសួរថាតើលាក់អ្វីពីពួកយើងតាវណ្ណាក៏បានស្ងាត់មួយសន្ទុះមុននឹងនិយាយដោយសម្លេងញ័រថាខ្ញុំធ្លាប់ធ្វើជាប៉ូលីសកាលពី20ឆ្នាំមុនមានស្ត្រីម្នាក់ត្រូវបានសម្លាប់នៅក្នុងអគារនេះហើយនៅពេលនោះពួកយើងចាប់ឃាតករមិនបានទេចាប់តាំងពីថ្ងៃនោះមកបន្ទប់ជួរ407ចាប់ផ្ដើមមានអ្នកបាត់ខ្លួនម្ដងម្នាក់រដ្ឋីក៏បានសួរថាហេតុអ្វីលោកតាមិនបិទអគារនេះតាវណ្ណៈឆ្លើយទាំងទឹកភ្នែកថាខ្ញុំបានព្យាយាមដែរប៉ុន្តែរាល់ពេលដែលមានអ្នករុះរើបន្ទប់407សុទ្ធតែបានស្លាប់ដោយអាត់កំបាំងរដ្ឋីក៏បានចូលទៅក្នុងបន្ទប់ទឹកកញ្ចក់ក៏ចាប់ផ្ដើមប្រែជាខ្មៅបន្តិចម្ដងរូបភាពមួយក៏បានលេចចេញឡើងវាគឺជាអតីតកាលដែលបានបង្ហាញថាមាននារីសក់វែងម្នាក់កំពុងតែរត់គេចមានបុរសម្នាក់កំពុងតែដេញតាមប៉ុន្តែមុនពេលបុរសនោះចាក់នាងក៏បានងាកមើលកញ្ចក់ហាក់ដូចជានាងអាចមើលឃើញរដ្ឋីនាងក៏បានស្រែកថាមិនមែនគាត់ទេអ្នកដែលសម្លាប់ខ្ញុំនៅមានជីវិតភ្លាមនោះកញ្ចក់ក៏ចាប់ផ្ដើមបែកខ្ទេចសំឡេងជើងក៏ចាប់ផ្ដើមលាន់ឮចេញពីច្រកដើររដ្ឋីក៏បានរត់ចេញពីបន្ទប់ទឹកលោកតាវណ្ណៈក៏បានបាត់ខ្លួនហើយស្រីពេជ្រក៏បានបាត់ខ្លួនផងដែរនៅចុងច្រកផ្លូវដើរមានបុរសចំណាស់ម្នាក់កំពុងតែឈរគាត់មិនមែនជាលោកតាវណ្ណៈនោះទេគាត់ស្លៀកពាក់អាវចាស់ប្រឡាក់ឈាមកាន់កូនសោធំមួយនៅក្នុងដៃគាត់ញញឹមតិចហើយនិយាយថាស្វាគមន៍អ្នកជួលផ្ទះថ្មីភ្លាមនោះបន្ទប់ទាំងអស់នៅជាន់ទី4បានបើកទ្វារព្រមគ្នាពីក្នុងបន្ទប់នីមួយមានមនុស្សដើរចេញមកជិតពួកគេស្លៀកសម្លៀកបំពាក់ខុសៗគ្នាអ្នកខ្លះស្លៀកសម្លៀកបំពាក់ឯកសណ្ឋាននិស្សិតអ្នកខ្លះស្លៀកសម្លៀកបំពាក់ការិយាល័យហើយអ្នកខ្លះទៀតស្លៀកសម្លៀកបំពាក់គេងប៉ុន្តែពួកគេទាំងអស់គ្នាមានសភាពដូចគ្នាស្បែកស្លេកភ្នែកខ្មៅទាំងស្រុងមិនមានសម្លេងដកដង្ហើមរដ្ឋីចាប់ផ្ដើមស្គាល់មុខពួកគេមួយចំនួនពួកគេគឺជាមនុស្សនៅក្នុងរូបថតដែលលោកតាវណ្ណៈធ្លាប់បានបង្ហាញហើយពួកគេគឺជាអ្នកជួលទាំងអស់ដែលបានបាត់ខ្លួនក្រោយមកស្រាប់តែសម្លេងមួយលាន់ឮពីក្រោយដែលបាននិយាយថារត់ទៅរដ្ឋីតាវណ្ណៈក៏បានលើកចេញពីភាពងងឹតរាងកាយរបស់គាត់ប្រឡាក់ឈាមគាត់បានដួលនៅលើឥដ្ឋហើយរដ្ឋីក៏បានរត់ទៅជួយនិងបាននិយាយថាលោកតាមានរឿងអីតាវណ្ណៈក៏បានដកដង្ហើមធំហើយបាននិយាយតបទៅវិញថាខ្ញុំមិនមែនជាម្ចាស់អគារពិតនោះទេខ្ញុំគ្រាន់តែជាអ្នកយាមអស់រយៈពេលជាង20ឆ្នាំខ្ញុំព្យាយាមមិនឲ្យមានអ្នកជួលបន្ទប់407ទៀតទេប៉ុន្តែគាត់តែងតែរកអ្នកថ្មីបានជានិច្ចបុរសចំណាស់កាន់កូនសោធំក៏បានដើរចេញមកសម្លេងសម្រាប់ជើងដើររបស់គាត់មានសភាពធ្ងន់គាត់ញញឹមហើយនិយាយថាខ្ញុំឈ្មោះសុខាកាលពី30ឆ្នាំមុនខ្ញុំជាម្ចាស់អគារនេះប៉ុន្តែលុយអាចធ្វើឲ្យមនុស្សធ្វើអ្វីក៏បានរដ្ឋីក៏បានសម្លឹងមើលគាត់ពូសុខាក៏បាននិយាយបន្តទៀតថាខ្ញុំបានសម្លាប់ស្ត្រីម្នាក់ហើយលាក់សាកសពនាងនៅក្នុងជញ្ជាំងប៉ុន្តែនាងមិនព្រមទៅណានោះទេនាងនៅទីនេះរហូតមកដល់សប្តាហ៍ថ្ងៃនេះភ្លាមនោះនារីសក់វែងក៏បានលេចឡើងពីខាងក្រោយលោកពូសុខាលើកនេះនាងមិនគួរឲ្យខ្លាចដូចមុនទេនាងយំទឹកភ្នែកពណ៌ខ្មៅក៏បានហូរចុះមកនាងក៏បានសម្លឹងមើលទៅរដ្ឋីហើយបាននិយាយថាខ្ញុំមិនដែលចង់សម្លាប់អ្នកណាទេខ្ញុំគ្រាន់តែចង់ឲ្យអ្នកណាម្នាក់រកឃើញការពិតភ្លាមនោះវិញ្ញាណរបស់អ្នកជួលដែលបានបាត់ខ្លួនទាំងអស់ក៏ឈប់ដើរពួកគេក៏បានបែរមុខទៅរកពូសុខាហើយពូសុខាក៏ចាប់ផ្ដើមដើរថយក្រោយនិងបាននិយាយថាកុំមកចិត្តខ្ញុំសុំទោសប៉ុន្តែវាយឺតពេលទៅហើយដែលស្លេកស្លាញ់ជាច្រើនគូលូកចេញពីជញ្ជាំងចាប់ដៃចាប់ជើងចាប់ខ្លួនពូសុខា
ពុសុខាក៏បានស្រែកយ៉ាងខ្លាំងថាជួយខ្ញុំផងប៉ុន្តែគ្មានអ្នកណាអាចជួយគាត់បានទេវិញ្ញាណអ្នកជួលផ្ទះដែលបានបាត់ខ្លួនបាននាំគាត់ចូលទៅក្នុងជញ្ជាំងវិញសំឡេងស្រែករបស់គាត់បានរសាត់ទៅបាត់បន្តិចម្ដងបន្ទាប់មកអ្វីក៏បានស្ងប់ស្ងាត់ពន្លឺពណ៌សភ្លឺឆ្វាច់ពេញជាន់ទី4វិញ្ញាណអ្នកជួលទាំងអស់នោះក៏ចាប់ផ្ដើមញញឹមភ្នែកខ្មៅរបស់ពួកគេត្រឡប់ទៅជាធម្មតាវិញនារីសវ័យម្នាក់នោះក៏បានដើរមករករទ្ធីនាងញញឹមហើយក៏បាននិយាយថាអរគុណដែលជឿខ្ញុំក្រោយមករាងកាយរបស់នាងក៏ប្រែទៅជាពន្លឺហើយក៏បានរសាត់ទៅបន្តិចម្ដងវិញ្ញាណទាំងអស់នោះក៏រសាត់ទៅជាមួយនាងផងដែរមួយខែក្រោយមកប៉ូលីសបានបើកការស៊ើបអង្កេតឡើងវិញពួកគេបានរកឃើញអត្តធាតុរបស់នារីម្នាក់នៅក្នុងជញ្ជាំងពិតប្រាកដមែនករណីដែលបានបិទអស់រយៈពេលជាង30ឆ្នាំក៏ត្រូវបានដោះស្រាយអគារនោះក៏ត្រូវបានរុះរើបន្ទប់លេខ407ឥឡូវនេះគ្មានទៀតឡើយរិទ្ធីហើយនិងស្រីពេជ្រក៏បានចាប់ផ្ដើមជីវិតថ្មីប៉ុន្តែពួកគេមិនដែលភ្លេចរឿងដែលបានកើតឡើងនោះទេ6ខែក្រោយមកនៅលើទីតាំងដែលធ្លាប់មានអគារចាស់មានអគារថ្មីមួយត្រូវបានសាងសង់មានសភាពស្អាតទំនើបមានអ្នកជួសជាច្រើនថ្ងៃបើកដំណើរការដំបូងនារីវ័យក្មេងម្នាក់ក៏បានមកជួលបន្ទប់បុគ្គលិកក៏បានប្រគល់សោឲ្យនាងហើយបាននិយាយថាសូមស្វាគមន៍អ្នកដែលស្នាក់នៅក្នុងបន្ទប់លេខ407នារីនោះក៏បានញញឹមហើយក៏បានដើរចូលទៅក្នុងបន្ទប់អ្វីមើលទៅថ្មីទាំងអស់គ្មានស្នាមឈាមគ្មានស្នាមជញ្ជាំងចាស់គ្មានកញ្ចក់ប្រេះទៀតឡើយសារនៃសាច់រឿងនេះបានបញ្ជាក់ថាជួនកាលអ្វីដែលគួរឲ្យខ្លាចជាងខ្មោចគឺជាការពិតដែលត្រូវបានលាក់បាំងអស់រយៈពេលជាយូរការស្វែងរកយុត្តិធម៌អាចបញ្ចប់ការឈឺចាប់របស់អ្នកស្លាប់ប៉ុន្តែការលុបលន់និងអំពើអាក្រក់អាចបន្សល់ទុកស្រមោលដែលលងបន្លាចមនុស្សជំនាន់ក្រោយហើយសាច់រឿងសម្រាប់ថ្ងៃនេះក៏បានមកដល់ទីបញ្ចប់ដែរតើអ្នកទាំងអស់គ្នាយល់ឃើញដូចម្តេចដែរសូមជួយបញ្ចេញមតិយោបល់អ្នកទាំងអស់គ្នានៅក្នុង comment ខាងក្រោមមកខ្ញុំបាទបាននឹងផងបាទសូមអរគុណហើយយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយ